អនុញ្ញាតជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើង continue chapter 2 នៅចំពុក2ដដែលទេ consonant blends ដែលយើងសិក្សាអំពីព្យញ្ជនៈផ្សំដដែលមុនពេលបន្តទៅមេរៀនថ្មីយើងសូមរំលឹកមេរៀនចាស់បន្តិចនៅក្នុងវីដេអូមុនយើងបានសិក្សាអំពីមេរៀនអីគេមាននៅចាំទេគឺនៅក្នុងវីដេអូមុនយើងបានសិក្សាអំពីមេរៀនទី1គឺព្យញ្ជនៈផ្សំជាមួយនឹងletter B ដែលមាន BL ប្លាក់និង BR ប្រាក់ BR ប្រាក់និងទី2ដែលមានព្យញ្ជនៈ C consonant C ជាមួយនឹង CL ក្លាក់និង CR ក្រ alright ចឹងនៅក្នុងវីដេអូនេះយើងនឹងបន្តមេរៀនរបស់យើងបន្ថែមទៀតតោះចាំមេរៀនទី3 unit 3យើងបន្តជាមួយនឹង consonant blend D ព្យញ្ជនៈផ្សំជាមួយនឹង D ណាចឹង D យើងលើកឡើងពីរដែរ D សំឡេងដ R នេះសំឡេងរ ដ រ dr និងទី2 D សំឡេងដ W សំឡេងវ ដ វ dv alright តោះចាប់ផ្ដើមដល់គ្នា D សំឡេងដ R សំឡេងរ ដ រ dr I មិនមាន E គឺស្រៈ E dr E drink NK ងខចឹង drink alright ពីទី2គឺ D សំឡេងដ R សំឡេងរ ដ រ dr A កន្លែងនេះគឺស្រៈ A យើងចាំណា dra F សំឡេង F dra និង F draft ប៉ុន្តែមាន T ចុងក្រោយអញ្ចឹង draft ពាក្យទី3 D សំឡេងដ W សំឡេង W ដ W dv A នេះគឺស្រៈ A dv A dv និង l dwell double L លណា dv A dv និង l dwell ពាក្យទី4 D សំឡេងដ W dv A R គឺស្រៈ A dv A dv F dv និង F dwarf alright consonant blend D មានប៉ុណ្ណឹងយើង continue unit 4 មេរៀនទី4ព្យញ្ជនៈផ្សំ consonant blend F ដែល F មានសំឡេង F អញ្ចឹងយើងមាន2 F L F L F ហើយនឹងទី2មុនទី1ទី2 F R F R F តោះអនុវត្តទាំងអស់គ្នា F L F L F I សំឡេង I F I fly GAT មានសំឡេង th អញ្ចឹង flight ទី2 F មានសំឡេង F L មានសំឡេង L F L F O W O flow ទី3 F មានសំឡេង F R មានសំឡេង R F R F Y កន្លែងនេះដើរតួជាស្រៈ I អញ្ចឹង fry ពេលចុងក្រោយ F មានសំឡេង F R មានសំឡេង R F R F double E ស្រៈ E free ZE ZE ដូចតែ Z មួយទេអញ្ចឹង freeze អូខេ alright វីដេអូមេរៀនទី3ព្យញ្ជនៈផ្សំ D និងមេរៀនទី4ព្យញ្ជនៈផ្សំ F មានតែប៉ុណ្ណេះជួបបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូបន្តទៀត